ស្ដីទាំងអស់គ្នាថ្ងៃនេះជាចុងសប្តាហ៍ដែលខ្ញុំសម្រេចចិត្តចំណាយពេលដ៏ស្ងប់ស្ងាត់អានសៀវភៅមួយក្បាលខ្ញុំចូលចិត្តអានសៀវភៅនៅពេលស្ងប់ស្ងាត់បែបនេះព្រោះវាធ្វើឲ្យចិត្តសុខសាន្តសៀវភៅថ្ងៃនេះឈ្មោះប្រែคลายទំនាក់ទំនងជាធម៌ពលខ្លាំងក្លាដែលវាមានពាក្យដ៏ល្អនិងមានអត្ថន័យក្នុងជីវិតដែលធ្វើឲ្យយើងគិតឡើងវិញពីទំនាក់ទំនងដ៏សាមញ្ញជាមួយសង្គមជីវិតការងារគ្រួសារនិងមនុស្សដែលរស់នៅជុំវិញខ្លួនយើងចុងសប្តាហ៍សម្រាប់ខ្ញុំគ្រាន់តែបែបនេះប៉ុណ្ណោះសៀវភៅមួយក្បាលទឹកមួយកែវនិងពេលវេលាស្ងប់ស្ងាត់សម្រាប់ខ្លួនឯងសង្ឃឹមថាវីដេអូតូចនេះនឹងផ្ដល់អារម្មណ៍ស្ងប់ស្ងាត់ឲ្យអ្នកផងដែរ